ប្រហែលជាពួកយើងមិនមែនជាអ្នកដែលសម្លឹងមើលមេឃតែម្នាក់ឯងនោះទេប្រហែលជាពួកគេធ្លាប់បានមកលេងរួចហើយដោយមិនបានដឹងខ្លួនសម្រាប់មនុស្សជាច្រើនការមើលឃើញ UFO និងមនុស្សភពក្រៅបានបង្ហាញពីលទ្ធភាពនេះទោះបីជាមានទ្រឹស្ដីជាច្រើនក៏ដោយក៏ទ្រឹស្ដីមួយដែលត្រូវបានយល់ព្រមបំផុតគឺថាទាំងនេះគឺជាយានអវកាសនិងអង្គភាពឆ្លាតវៃពីពិភពលោកផ្សេងទៀតនៅក្នុងឯកសារនេះយើងបង្ហាញករណី UFO គួរឲ្យចាប់អារម្មណ៍ដែលបង្ហាញពីឧបទ្ទហេតុជាច្រើនដែលពាក់ព័ន្ធនឹងមនុស្សយន្តរឿងទាំងនេះជាច្រើនបានមកពីឯកសារដែលបានដកហូតបានបោះពុម្ពផ្សាយបន្ទាប់ពីត្រូវបានរក្សាការសម្ងាត់អស់ជាច្រើនទសវត្សរ៍ឧបទ្ទហេតុ Kapastenior កំឡុងរដូវក្តៅឆ្នាំ1948អ្វីមួយដែលមិនធម្មតាបានកើតឡើងនៅឯមូលដ្ឋានយោធារុស្ស៊ី Kapastenior ដែលជាសម្មូលសូវៀតនៃតំបន់51វាបានបម្រើជាកន្លែងសាកល្បងសម្រាប់មីស៊ីលនិងបច្ចេកវិទ្យាទំនើបក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងរសៀលមួយប្រព័ន្ធរ៉ាដាបានរកឃើញអ្វីមួយដែលមិនធម្មតានៅលើមេឃគឺយាន UFO ដែលធ្វើចលនាក្នុងល្បឿនលឿនប្រតិបត្តិការរ៉ាដាបានព្រមានមន្ត្រីដែលបានបញ្ជូនយន្តហោះចម្បាំងភ្លាមដើម្បីស្ទាក់ចាប់គោលដៅដោយធ្វើតាមបញ្ជាអ្នកបើកយន្តហោះបានចូលទៅជិតវត្ថុនោះហើយមានការភ្ញាក់ផ្អើលចំពោះអ្វីដែលគាត់បានឃើញវាគឺជាអាថ៌កំបាំងដ៏ធំសម្បើមធ្វើពីលោហៈដែលមានរាងជាថាសគាត់បានរើទៅដោយភាពរហ័សរហួនគួរឲ្យកត់សម្គាល់ដោយធ្វើផ្លូវកង់ដែលហាក់ដូចជាមិនអាចទៅរួចខាងរូបកាយនៅពេលដែលអ្នកបើកយន្តហោះបានទទួលបញ្ជាគាត់បានបើកការបាញ់ប្រហារហើយកប៉ាល់ចាប់ផ្ដើមបាត់បង់រយៈកម្ពស់ដោយបង្វិលចុះក្រោមវាត្រូវបានបំផ្ទុះនៅជិតមូលដ្ឋាន Kapastenior ដែលបង្កឲ្យមានការឆ្លើយតបភ្លាមពីយោធាសំណដែលត្រូវបានបំផ្លាញដោយភ្នែកបានបង្ហាញពីបច្ចេកវិទ្យាខុសពីអ្វីដែលគេដឹងនៅពេលនោះយោងតាមរបាយការណ៍ដែលបានចេញផ្សាយប៉ុន្មានឆ្នាំក្រោយមកអាថ៌កំបាំងនៅខាងក្នុងត្រូវតែតូចជាមួយនឹងអត្ថបទធំនឹងភ្នែកងងឹតអាញាធរសូវៀតបានធានាភ្លាមនៅតំបន់នេះដោយផ្ទេរនៃនាវាចូលទៅក្នុងរចនាសម្ព័ន្ធក្រោមដីនៅខាងក្នុងមូលដ្ឋានវាត្រូវបានគេនិយាយថាវាគឺជានៅសល់អ្នកដែលគេចោទថាជាអ្នកកាន់កាប់ត្រូវបានគេស៊ើបអង្កេតនៅ Kapastenior ដោយមានការខិតខំប្រឹងប្រែងដើម្បីចម្លងបច្ចេកវិទ្យាមូលដ្ឋានយោធានេះត្រូវបានបង្កើតឡើងពិតប្រាកដនៅឆ្នាំ1946ជាកន្លែងសាកល្បងមីស៊ីលនិងរ៉ុកែតទោះយ៉ាងណាក៏ដោយរហូតមកដល់សព្វថ្ងៃនេះគ្មានឯកសារផ្លូវការណាមួយបញ្ជាក់ថាឧបទ្ទហេតុនេះធ្លាប់កើតឡើងនោះទេការស្នាក់នៅមូលដ្ឋានទ័ពអាកាសអេស្ប៉ាញនៅយប់ថ្ងៃទី12ខែវិច្ឆិកាឆ្នាំ1976ក្នុង
មូលដ្ឋានទ័ពអាកាស Talaverlario ក្នុងប្រទេសអេស្ប៉ាញទាហាន3នាក់កំពុងល្បាតជាមួយឆ្កែអ្នកកង្វល់អាល្លឺម៉ង់ពួកគេបានឮសំឡេងដូចជាការជ្រៀតជ្រែកធាតុវ័នដែលបន្តដោយសំឡេងប៊ីបខ្លាំងនិងខ្ពស់បន្ទាប់ពីពន្លឺមួយបានចូលទៅក្នុងបរិវេណមូលដ្ឋានទ័ពអាកាសទាហានជឿជាក់ថាវាជាការវាយប្រហារភេរវកម្មប្រទេសនេះកំពុងឆ្លងកាត់រយៈពេលនៃអស្ថិរភាពនយោបាយនិងការព្រួយបារម្ភផ្នែកសន្តិសុខឃ្លាដ៏ល្បីល្បាញព្យាយាមតាក់ទងមូលដ្ឋានប៉ុន្តែនៅពេលនោះស្រាប់តែមានរឿងគួរឲ្យព្រួយបារម្ភបានកើតឡើងបន្ទាប់ពីសូមែកឈើបាក់ពួកគេបានឃើញរូបរាងមនុស្សដោយមានដៃវែងនិងពន្លឺពណ៌បៃតងទន់ភ្លន់សាក់សីម្នាក់បាននិយាយថាវាមានឈុតលោះធាតុតឹងណែនដោយក្បាលគ្របដោយអ្វីដែលមើលទៅដូចជាមួកសុវត្ថិភាពពណ៌ខ្មៅសត្វឆ្កែបានព្យាយាមចូលទៅជិតរូបនោះប៉ុន្តែរបាំងមើលមិនឃើញហាក់ដូចជាបានរារាំងផ្លូវរបស់វាបន្ទាប់មកសត្វនោះបានធ្វើចលនាភ្លាមហើយទាហានម្នាក់បានដួលទៅលើដីសម្មិត្តរួមក្រុមរបស់គាត់បានឆ្លើយតបដោយបាញ់គ្រាប់រំសេវរាប់រយគ្រាប់ភ្លាមនោះពន្លឺរបស់វាបានកើនឡើងមុនពេលបាត់ខ្លួនទាំងស្រុងសាក់សីយោធា3នាក់បានធ្លាក់ចូលទៅក្នុងសន្លប់វាគឺជាការវិវត្តចុងក្រោយនៃជំងឺសរសៃប្រសាទនៅឆ្នាំ2016ក្រសួងការពារជាតិអេស្ប៉ាញបានធ្វើការកែប្រែករណីនេះរួមជាមួយឯកសាររាប់សិបផ្សេងទៀតកុមារប្រេស៊ីលថ្ងៃទី20ខែមករាឆ្នាំ1996នៅក្នុងទីក្រុងវ៉ោយញ៉ាក្នុងប្រទេសប្រេស៊ីលព្រឹត្តិការណ៍មួយបានកើតឡើងដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលព្រឹកមួយមានពុករដូវវស្សាធម្មតានារី3នាក់អាយុពី14ទៅ22ឆ្នាំពួកគេកំពុងដើរនៅលើវាលទំនេរមួយពេលដែលអ្វីម្យ៉ាងបានទាក់ទាញការចាប់អារម្មណ៍របស់ពួកគេសត្វចម្លែកមួយក្បាលស្បែកពណ៌ត្នោតនិងភ្នែកក្រហមកំពុងតែអង្គុយក្បែរជញ្ជាំងវាជាសត្វតូចមួយក្បាលធំនិងមានស្នាមនៅលើថ្ងាសក្មេងស្រីបានរត់គេចចេញពីភាពភ័យរន្ធត់ហើយប្រញាប់ទៅប្រាប់ក្រុមគ្រួសាររបស់ពួកគេអំពីអ្វីដែលពួកគេទើបតែបានឃើញមិនយូរប៉ុន្មានអាជ្ញាធរមូលដ្ឋានបានមកដល់ហើយបិទតំបន់នោះភ្លាមសាក់សីបានរាយការណ៍ថាបានឃើញរថយន្តយោធាប្រេស៊ីលដឹកវត្ថុមិនស្គាល់អត្តសញ្ញាណខ្ញុំមិនប្រកាសទេប្រសិនបើពាក្យចាំអារ៉ាមបានរីករាលដាលដែរថាសត្វផ្សេងទៀតត្រូវបានគេចាប់ខ្លួននៅក្នុងទីក្រុងមានការនិយាយអំពីអ្នករបួសដែលត្រូវបានគេយកទៅមណ្ឌលសុខភាពក្រោមការឃុំខ្លួនយ៉ាងតឹងរ៉ឹងការភ័យខ្លាចបានរីករាលដាលយ៉ាងឆាប់រហ័សហើយប្រព័ន្ធផ្សព្វផ្សាយបានចាប់ផ្ដើមរាយការណ៍ពីព្រឹត្តិការណ៍នេះដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងរដ្ឋាភិបាលប្រេស៊ីលបានបដិសេធរាល់ទំនាក់ទំនងជាមួយមនុស្សក្រៅភព
ដោយសន្មតថាការភ័យស្លន់ស្លោចំពោះចិត្តនេះអាក្រក់មនុស្សយន្តក្នុងទឹកនៃបឹងបេកូលនៅរដូវក្តៅឆ្នាំ1982ក្រុមមួយអ្នកមុជទឹកយោធាសូវៀតកំពុងហ្វឹកហាត់នៅបឹងបេកូលនៅពេលដែលអ្វីមួយដែលមិននឹកស្មានដល់បានកើតឡើងក្នុងអំឡុងពេលមុជទឹកជ្រៅពួកគេបានជួបមនុស្សយន្តដ៏សំខាន់តួលេខទាំងនេះមានកម្ពស់ប្រហែល10 feet ស្លៀកពាក់អាវប្រាក់តឹងជាមួយស្វែខ្មៅដែលមើលទៅដូចជាមួកសុវត្ថិភាពគ្រប់ក្បាលទោះបីជាទឹកត្រជាក់ក៏ដោយមនុស្សភពផែនដីផ្លាស់ទីដោយមិនបាច់ប្រឹងប្រែងដូចជាពួកគេជាកម្មសិទ្ធិរបស់បរិស្ថានភ្ញាក់ផ្អើលអ្នកមុជទឹកបានព្យាយាមចូលទៅជិតដើម្បីមើលឲ្យកាន់តែច្បាស់បន្ទាប់ពីបានរាយការណ៍ពីការមើលឃើញទៅកាន់ថ្នាក់លើរបស់ខ្លួនមន្ត្រីម្នាក់ទទួលបន្ទុកបានបញ្ជាឲ្យចាប់យកពួកគេម្នាក់ទោះយ៉ាងណាដោយគ្មានការព្រមានពីកម្លាំងដែលមើលមិនឃើញភ្លើងបានរលត់ម្ដងទៀតហើយអ្នកមុជទឹកត្រូវបានគេបោះចោលភ្លាមទៅលើផ្ទៃនេះបណ្ដាលឲ្យមានជំងឺ decompression ធ្ងន់ធ្ងរហើយបុគ្គលិកយោធា3នាក់បានបាត់បង់ជីវិតខណៈពេលដែល4នាក់បានរួចជីវិតដោយមានផលប៉ះពាល់ធ្ងន់ធ្ងរឧบัติហេតុនេះត្រូវបានលាក់បាំងភ្លាមប៉ុន្តែពាក្យចាំអារ៉ាម Acomensurua circular intrasordatai ciencia de ley reported de seres satalaquan semia vere Avistamente da UFO alimentaru lai speculazioni sopra la possibile esistenza dei basi alieni rintra lulagia Quarchi dunia pensa castai entit coesisteru culaseri humanipai សហវត្តឬប្រហែលជាសំបីតែអ្នកដែលបានមកដល់ផែនដីមុនវាគួរឲ្យកត់សម្គាល់ថាកងទ័ពប្រហែលជាមិនមានបានជ្រើសរើសកន្លែងជ្រមុជទឹកសម្រាប់ការហ្វឹកហាត់ដោយចៃដន្យទេយោងតាមអ្នកស្រុកពេលខ្លះអ្នកឃើញឌីសប្រាក់ដែលឆេះមុជចូលទៅក្នុងទឹកឬចេញមកដោយផ្គរលាន់កិច្ចប្រជុំរបស់ស៊ីមបាវេព្រឹកថ្ងៃទី15 ខែកញ្ញាឆ្នាំ1994នៅក្នុងតំបន់ជនបទដ៏ស្ងប់ស្ងាត់នៃប្រទេសស៊ីមបាវេគឺជាកន្លែងដែលអ្វីដែលមិនធម្មតាត្រូវកើតឡើងនៅសាលា Ariel ដែលមានទីតាំងនៅរូបភាគអាគ្នេយ៍នៃ Harerភាពស្ងប់ស្ងាត់ធម្មតានៃថ្ងៃសិក្សាមួយបានបំពេញខ្យល់អាកាសក្មេងលេងនៅទីធ្លាសើចសប្បាយក្នុងពេលសម្រាកដោយគ្មានការព្រមានកប៉ាល់ដែលមើលទៅដូចលោហធាតុបានផុសចេញពីពុកខ្ញុំបានចុះចតដោយគ្មានបញ្ហាហើយបានសម្រាកនៅក្នុងតំបន់ដែលមានដើមឈើក្បែរសាលាក្មេងភ្ញាក់ផ្អើលមើលពេលវាចុះចតនៅលើដីតួលេខមនុស្សទើតូចជាច្រើនបានលេចចេញពីអាថ៌កំបាំងពួកគេមានភ្នែកធំពណ៌ខ្មៅងងឹតនិងក្បាលវែងបន្តិចក្មេងនៅស្ងៀមសម្លឹងមើលសត្វទាំងនោះធ្វើចលនានៅលើដីម្នាក់ក្នុងចំណោមពួកគេបានចូលមកជិតដោយសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ដោយបញ្ជូនសារស្ងាត់មួយក្មេងបានពណ៌នាអំពីអារម្មណ៍នៃការភ្ជាប់តាមទូរស័ព្ទដោយទទួលបានការព្រមានអំពីអនាគតនៃភពផែនដី
បន្ទាប់មកភ្លាមនៅពេលដែលសត្វមកដល់ពួកគេបានត្រឡប់ទៅអាតកំបាំងរបស់ពួកគេហើយបាត់ខ្លួនទៅក្នុងផ្ទៃមេឃអាជ្ញាធរមូលដ្ឋានត្រូវបានជូនដំណឹងទោះបីជាមនុស្សតិចណាស់ដែលយកពាក្យរបស់កុមារតូចមកពិចារណាយ៉ាងយកចិត្តទុកដាក់ក៏ដោយទោះយ៉ាងណាក៏ដោយរបាយការណ៍របស់គាត់គឺមានភាពស៊ីសង្វាក់គ្នាដែលអ្នកស្រាវជ្រាវមកពីជុំវិញពិភពលោកចាប់អារម្មណ៍កុមារតូចត្រូវបានសម្ភាសជាច្រើនដងប៉ុន្តែរឿងរ៉ាវរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរនៅខែធ្នូឆ្នាំ2017ពិភពលោកមានការភ្ញាក់ផ្អើលដោយសារអ៊ីហ្វូរបស់មន្ទីរបញ្ចកោមការចេញផ្សាយវីដេអូដែលបានចាត់ថ្នាក់ចំនួន3ដែលថតដោយអ្នកបើកយន្តហោះកងទ័ពជើងទឹកអាមេរិកបានប្រកួតប្រជែងការយល់ដឹងតាមបែបអាកាសចរធម្មតាដែលបង្កឲ្យមានការជែកដេញដោយជាសកលវីដេអូដំបូងដែលមានចំណងជើងថា Fleur ត្រូវបានថតនៅខែវិច្ឆិកាឆ្នាំ2004ដោយអ្នកបើកយន្តហោះនៃ Navy Nimitz យានហោះដែលរកឃើញដោយឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រារ៉េតមើលទៅមានរាងអេលីបនិងងឹតដែលស្ថិតនៅលើមេឃដោយគ្មានមធ្យោបាយជំរុញដែលអាចមើលឃើញវាផ្លាស់ទីក្នុងល្បឿនមិនគួរឲ្យជឿដោយបង្កើនល្បឿនយ៉ាងលឿននិងធ្វើឲ្យមានខ្សែកង់ភ្លាមអ្នកបើកបរដែលងឿងឆ្ងល់បានផ្ដល់យោបល់លើល្បឿននិងឥរិយាបថខុសប្រក្រតីរបស់វាវីដេអូទី2ដែលគេស្គាល់ថាជា Gimbal ត្រូវបានថតនៅខែមករាឆ្នាំ2015បង្ហាញវត្ថុមួយដែលមានរាងដូចចានរំកិលដោយរលូនខណៈពេលដែលអ្នកបើកយន្តហោះមើលដោយមិនជឿខណៈពេលដែលវាវិលជុំវិញអាក់របស់វាសំឡេងរបស់ពួកគេឆ្លុះបញ្ចាំងពីភាពច្របូកច្របល់លើអ្វីដែលពួកគេកំពុងធ្វើជាសាក្សីទោះបីជាមានខ្យល់ខ្លាំងក៏ដោយវត្ថុនោះចាប់ខ្លួនបានស្ថិរភាពដោយធ្វើចលនាបានយ៉ាងងាយស្រួលវីដេអូ Goves ទី3ក៏ត្រូវបានកត់ត្រាទុកផងដែរនៅក្នុងខែមករាឆ្នាំ2015វាទទួលបាន UFO ដែលផ្លាស់ទីយ៉ាងលឿននៅលើមហាសមុទ្រមើលទៅតូចហើយវែងផ្លុំពីលើទឹកក្នុងល្បឿនថេរអ្នកបើកយន្តហោះព្យាយាមតាមដានវាប៉ុន្តែល្បឿនរបស់វាធ្វើឲ្យពិបាកក្នុងការមើលឃើញកង្វះផ្លូវនៃការជំរុញធ្វើឲ្យការមើលឃើញកាន់តែមានការងឿងឆ្ងល់មន្ទីរបញ្ចកោណបានបញ្ជាក់ពីភាពត្រឹមត្រូវនៃវីដេអូគាត់មិនបាននិយាយអ្វីអំពីលក្ខណៈរបស់វត្ថុនោះទេវិញ្ញាណបានកត់សម្គាល់ថាសម្យុទ្ធដែលបានបង្ហាញលើសពីសមត្ថភាពដែលគេស្គាល់នៃយានអវកាសដែលផលិតដោយមនុស្សណាមួយសិប្បកម្មនិងសារៈសំខាន់នៃ Voronezh នៅរសៀលថ្ងៃទី27ខែកញ្ញាឆ្នាំ1989ខណៈពេលដែលខ្យល់អាកាសត្រជាក់បក់បោកទីក្រុង Voronezh ភាគខាងត្បូងទីក្រុងមូស្គូក្មេងកំពុងលេងនៅក្នុងឧទ្យានក្នុងស្រុកមួយភ្លាមនោះវត្ថុភ្លឺចែងចាំងមួយបានលេចឡើងនៅលើមេឃបញ្ចេញពន្លឺពណ៌ក្រហមដែរបានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នាអាចកំបាំងរៀងពងក្រពើពន្លឺដែលគ្មានពន្លឺលោហធាតុបានចុះមកយឺតរហូតដល់ប៉ះដីទាំងក្មេងនិងមនុស្សធំ2នាក់បានមើលដោយការភ្ញាក់ផ្អើលនៅពេលទ្វារកប៉ាល់ចាប់ផ្ដើមបើកពីខាងក្នុងមានមនុស្សខ្ពស់និងពិសេស2នាក់បានចេញមកអមដោយមនុស្សយន្តតូចមួយ
តួលេខមនុស្សយន្តមានកម្ពស់ប្រហែល10 feet ជាមួយនឹងក្បាលតូចនិងការសម្លឹងមើលយ៉ាងមុតមមម្នាក់ក្នុងចំណោមពួកគេបានលើកដៃហើយកាំរស្មីនៃពន្លឺបានលេបសាក់សីដោយធ្វើឲ្យពួកគេស្ពឹកនៅនឹងកន្លែងបរិយាកាសបានคล้ายទៅជាពោពេញដោយថាមពលដែលមិនអាចពន្យល់បានដូចជាពេលវេលាបានឈប់បន្ទាប់ពីអ្វីដែលហាក់ដូចជាភាពអស់កលឹបជានិច្ចសត្វទាំងនោះបានដកថយចូលទៅក្នុងអាថ៌កំបាំងរបស់ពួកគេទ្វារត្រូវបានបិទហើយកប៉ាល់បានហោះឡើងលើមេឃបាត់ខ្លួនភ្លាមរបាយការណ៍ពីអតីតកាលបានធ្វើឲ្យអ្នកស៊ើបអង្កេតយល់រកឃើញសញ្ញាដីមិនធម្មតាដែលបង្ហាញថាវត្ថុធ្ងន់មួយបានចុះចតកម្រិតវិទ្យុសកម្មខ្ពស់ខុសធម្មតាត្រូវបានរកឃើញនៅក្នុងតំបន់ការចាប់ជំរិត Travis Walton គឺនៅថ្ងៃទី5 ខែវិច្ឆិកាឆ្នាំ1975នៅក្នុងព្រៃនៃព្រះគម្ពីរមរមឹងតំបន់ Apaches Graves នៅ Arizona Travis Walton ជាអ្នកកាត់ដែនឈើវ័យក្មេងហើយក្រុមតន្ត្រីរបស់គាត់បានវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីធ្វើការយ៉ាងយូរនៃការងារនៅលើព្រៃពួកគេបានធ្វើដំណើរតាមរថយន្ត Pick-up តាមផ្លូវព្រៃដោយនិយាយគ្នាក្រោយពីវេនដ៏នឿយហត់មួយភ្លាមនោះពន្លឺភ្លឺច្បាស់បានបំភ្លឺខ្យល់កាត់ភាពងឹតបរិះដែលភ័យខ្លាចបានបញ្ឈប់រថយន្តដោយមើលពីរបៀបដែលនាវាដែលមានរាងដូចឌីសបានផ្លាស់ទីរវាងដើមឈើវាបញ្ចេញសំឡេងធ្ងន់ទន់ភ្លន់និងថេរខណៈពេលដែលភ្លើងរបស់វាបានភ្លឹបភ្លែតតាមលំនាំ hypnoticដោយមិនស្ទាក់ស្ទើរ Travis Walton បានចេញពីឡានដឹកទំនិញដោយតាក់ទាញដោយការលាយបញ្ចូលគ្នានៃការចង់ដឹងចង់ឃើញនិងការភ្ញាក់ផ្អើលខណៈពេលដែលគាត់ចូលទៅជិតធ្នឹមពន្លឺបានបាញ់ចេញពីប៉ាល់ខណៈដែល Walton លើកវាឡើងហើយបោះវាយ៉ាងសាហាវទៅលើអាកាសមិត្តភក្តិដ៏ភ័យរន្ធត់របស់គាត់បានមើលរាងកាយរបស់គាត់ធ្លាក់ចុះទៅដីគ្មានចលនាពេលដែលកប៉ាល់ចាប់ផ្ដើមឡើងជន់លិចដោយការភ័យខ្លាចក្រុមនោះបានភៀសខ្លួនចេញពីកន្លែងកើតហេតុដោយល្បឿនយ៉ាងលឿនដោយទុកឲ្យ Walton នៅខាងក្រោយប៉ុន្មាននាទីក្រោយមកកំហុសនិងការភ័យខ្លាចបានបង្ខំពួកគេឲ្យត្រឡប់មកវិញប៉ុន្តែនៅពេលនោះទាំង Travis និងអាតកំបាំងបានបាត់ខ្លួនការបាត់ខ្លួនរបស់គាត់បានបង្កឲ្យមានកិច្ចខិតខំប្រឹងប្រែងស្វែងរកដ៏ធំដោយក្រុមជួយសង្គ្រោះបានសិតសក់ពេញអាកាសថ្ងៃបានកន្លងផុតទៅដោយគ្មានសញ្ញាអ្វីពីគាត់សំឡេងនៃការស្លាប់ឬការចាប់ជំរិតរបស់គាត់បានរីករាលដាលពីពេញទីក្រុង Snowflake ដ៏តូចមិត្តរួមការងាររបស់ Walton បានទទួលការធ្វើតេស្តរោគការកុហកដែលបានផ្ដល់លទ្ធផលចម្រុះទោះបីជាទូទៅកណនីរបស់គាត់នៅតែគួរឲ្យទុកចិត្តបន្ទាប់មកនៅថ្ងៃទី10 ខែវិច្ឆិកា5ថ្ងៃបន្ទាប់ពីគាត់បានបាត់ខ្លួនTravis Walton បានបង្ហាញខ្លួនម្ដងទៀតដោយវង្វេងស្មារតីនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ1 គីឡូម៉ែត្រពីកន្លែងដែលគាត់ត្រូវបានគេឃើញចុងក្រោយគាត់បានពិពណ៌នាអំពីរបៀបដែលគាត់ភ្ញាក់ឡើងនៅក្នុងបន្ទប់ភ្លឺខ្លាំងហ៊ុមព័ទ្ធដោយមនុស្ស humanoid ខ្លីជាមួយនឹងភ្នែកធំក្បាលទំពែកនិងស្បែកស្លេកយោងតាមកណនីរបស់គាត់បានទប់ទល់រហូតដល់បានមកដល់រូបមនុស្សម្នាក់ពាក់មួកសុវត្ថិភាពហើយផ្លាស់ទីវាទៅកន្លែងផ្សេងទៀតកន្លែងដែលមនុស្ស3នាក់ផ្សេងទៀតដាក់ម៉ាស់លើមាត់របស់គាត់បណ្ដាលឲ្យគាត់បាត់បង់ស្មារតី
ការចងចាំរបស់គាត់បន្ទាប់ពីដើរលើផ្លូវ highway ដែលច្របូកច្របល់ខណៈពេលដែល UFO ត្រូវដកខ្លួនចេញពីលើគាត់អាចកំបាំងនៃព្រៃ Wendlesham ជាមួយនឹងសញ្ញានោះគឺថ្ងៃទី26 ខែធ្នូឆ្នាំ1980នៅក្នុងព្រៃ Wendlesham ក្នុងប្រទេសអង់គ្លេសនៅពាក់កណ្ដាលយប់ពន្លឺចម្លែកមួយចំនួនត្រូវបានទាហានអាមេរិកដែលឈរជើងនៅមូលដ្ឋានទ័ពអាកាស Woodbridge បានឃើញពន្លឺដែលមានពន្លឺចែងចាំងខុសពីធម្មតាបានផ្លាស់ទីដោយស្ងៀមស្ងាត់នៅក្នុងចំណោមដើមឈើទាហានមានការព្រួយបារម្ភបន្តិចបានសម្រេចចិត្តធ្វើការស៊ើបអង្កេតដោយចូលទៅក្នុងព្រៃងងឹតពួកគេជាសមាជិកនៃកងទ័ពអាកាសសហរដ្ឋអាមេរិកដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាស Bentwaters និង Woodbridge ក្នុងកំឡុងសង្គ្រាមត្រជាក់ពេលមកដល់កន្លែងកើតហេតុគេបានឃើញនាវារាងត្រីកោណដែលមានរូបរាងលោហធាតុដែលហៀបនឹងហោះពីលើដីវាបញ្ចេញពន្លឺភ្លឺភ្លេកនិងផូរពណ៌យើងបានបាញ់ពន្លឺនៃពិភពលោកមួយទៀតចូលទៅក្នុងបរិយាកាសទាហានបានមានអារម្មណ៍ថាខ្យល់អាកាសក្រាស់ដោយបន្ទុក Kid Static ពលតូយឹម Peniston បានបោះជំហានទៅមុខហើយប៉ះនាវានោះសិលាចារឹកចម្លែកត្រូវបានឆ្លាក់នៅលើផ្ទៃរបស់វាបន្ទាប់ពី2-3នាទីវត្ថុនោះបានកើនឡើងយឺតមុនពេលបាត់ខ្លួនទៅក្នុងផ្ទៃមេឃពេលយប់នៅថ្ងៃបន្ទាប់ក្រុមយោធាមួយត្រូវបានបញ្ជូនទៅពិនិត្យទីតាំងចុះចតឆ្លាក់ចំណាប់អារម្មណ៍ត្រីកោណ3កន្លែងដែលអាចកំបាំងបានសម្រាប់ដើមឈើក្បែរនោះបានបង្ហាញសញ្ញានៃការខូចខាតហើយកម្រិតវិទ្យុសកម្មមិនប្រក្រតីត្រូវបានរកឃើញអាជ្ញាធរយោធាអង់គ្លេសនិងអាមេរិកបានបង្រួមព្រឹត្តិការណ៍នេះអាចត្រូវបានកំណត់គុណលក្ខណៈទៅនឹងផ្កាយដែលមានកំហុសឬបង្គោលភ្លើងហ្វានៅក្បែរនោះនៃ Orford Ness UFO អរិភាពរបស់ប្រេស៊ីលនៅឆ្នាំ1977នៅលើកោះកូឡារ៉េនៅមាត់ទន្លេអាម៉ាហ្វូនក្នុងប្រទេសប្រេស៊ីលព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់មួយចំនួនបានចាប់ផ្ដើមលេចឡើងអ្វីទាំងអស់បានចាប់ផ្ដើមនៅយប់មួយនៅពេលដែលពន្លឺចម្លែកបានលេចឡើងពីលើទីក្រុង